ទី1អត់ធន់សិក្សានៅការពិតមនុស្សយើងដែលរស់នៅរួមគ្នាក្នុងសង្គមត្រូវអប់រំចម្រើនខន្តីព្រោះមនុស្សមានចិត្តមិនស្មើគ្នាឧបនិស្ស័យមិនដូចគ្នាមនុស្សពួកខ្លះក្រាស់ដោយកិលេសពួកខ្លះកិលេសស្រាលស្ដើងពួកខ្លះសុភាពរាបសារឯពួកខ្លះទៀតកោងកាចខ្លាំងក្លាប្រហើនផ្ទៃផ្សៃសភាពរបស់មនុស្សនៅក្នុងសង្គមមានការពិតជាក់ស្ដែងយ៉ាងណារមែងប្រកបគួរដល់ការសិក្សាត្រូវចាំថាយើងកើតមកបានជួបនឹងព្រះពុទ្ធសាសនាមានប្រយោជន៍ក្នុងការសិក្សានៅការពិតតែការពិតនោះមាននៅក្នុងជីវិតខ្លួនឯងជីវិតអ្នកដទៃនិងនៅក្នុងធម្មជាតិទាំងពួងព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាអំណត់គឺជាសេចក្តីអត់ធន់ដ៏ឧត្តមដូច្នេះពុទ្ធបរិស័ទត្រូវចេះអត់ធន់ដើម្បីសេចក្តីសុខត្រជាក់ក្នុងចិត្តរបស់ខ្លួនឯងផងដើម្បីមិនក្តៅក្រហាយដល់អ្នកដទៃផងជាពិសេសដើម្បីមិនឆ្លោះគ្នាទី2ជួយខ្លួនឯងដោយខ្លួនឯងផ្ទាល់នៅក្នុងជីវិតមនុស្សយើងនេះនរណាជាសត្រូវក៏ដោយក៏មិនអាចអាក្រក់ឲ្យដូចជាខ្លួនឯងធ្វើជាសត្រូវនឹងខ្លួនឯងទេអ្នកដទៃជាសត្រូវអាចមានផ្លូវនឹងកិច្ចបានខ្លួនឯងរត់កិច្ចយ៉ាងណាមានញាតិមិត្តជួយការពារផងពឹងពាក់អាជ្ញាធរផងក៏ល្មមផុតភ័យទៅបានទោះបីថាសត្រូវនោះមកបៀតបៀនប្រទូសារាយ៉ាងណាក៏ដោយអស់ខ្លាំងត្រឹមស្លាប់ប៉ុណ្ណោះបើយើងជាមនុស្សប្រព្រឹត្តល្អស្លាប់ហើយមិនបានទៅអបាយភូមិឡើយប៉ុន្តែបើយើងជាសត្រូវនឹងខ្លួនឯងដោយការប្រព្រឹត្តលះបង់អំពើល្អចោលដោយខ្លួនឯងហើយគឺមិនមាននរណាអាចជួយយើងបានឡើយមានទំនងដូចគ្នាក្នុងការដែលមានអ្នកតីទំនុកបំរុងជួយធ្វើអ្វីឲ្យយើងគឺមិនដូចជាយើងធ្វើដោយខ្លួនឯងទេពុកម្ដាយញាតិមិត្តបងប្អូនលោកគ្រូអាចារ្យបានត្រឹមតែទូលមានព្រានប្រដៅអប់រំប៉ុណ្ណោះចំណែកការចោះដៃធ្វើជាខ្លួនឯងគឺជារឿងរបស់យើងគុណធម៌សេចក្តីល្អនៅក្នុងខ្លួនមនុស្សយើងត្រូវសាងដោយខ្លួនឯងក្នុងโลกនេះមិនមានព្រះណាអាចសាងឲ្យបានឡើយទី3សទ្ធានិងបញ្ញាជាគូគុណធម៌ជំនឿជាមួយនឹងការឆ្លាតវៃគឺត្រូវតែស្មើគ្នាមនុស្សណាដែលមានជំនឿច្រើនតែបញ្ញាតិចទន់ខ្សោយក្នុងការសិក្សារមែងចេះតែជឿសំបីក្នុងរឿងដែលមិនគួរជឿឬចេះតែជឿដោយប្រាសចាកហេតុផលចំណែកមនុស្សដែលឆ្លាតពេកទៅប៉ុន្តែខ្សោយសទ្ធារមែងមិនជឿសំបីតែព្រះពុទ្ធសាសនាជាមនុស្សរំកើងខ្លួនរួចហើយក៏ធ្លាក់ចុះក្នុងផ្លូវនៃការយល់ខុសព្រោះហេតុដូច្នេះអ្នកដែលមានបញ្ញាតិចត្រូវព្យាយាមសិក្សាពិចារណាការពិតស្រាវជ្រាវរកហេតុរកផលឧស្សាហ៍ស្ដាប់ធម៌ឆ្ងល់ហើយសាកសួរឯអ្នកដែលមានសន្ធាទន់ខ្សោយដឹងខ្លួនថាមិនជឿនៅក្នុងសាសនាជឿតែវិជាសាស្ត្រនោះត្រូវពិចារណាកិលេសក្នុងខ្លួនដូចជាលោភៈទោសៈមោហៈទិដ្ឋិមានះកំណាញ់និងច្រណែនជាដើមដើម្បីជ្រាបថាកិលេសទាំងនោះនៅមានព្រោះនៅល្ងង់និងគប្បីពិចារណាគុណធម៌ព្រះសម្មាសម្ពុទ្ធឲ្យបានរឿយ